ចៅទីងយីគាត់បានងាកមើលទៅខាងគូស៊ីកេសីដែលមានមនុស្សតម្រង់ជួរយ៉ាងវែងណែនោះរួចក៏ងាកមកមើលទុកដតូចរបស់ខ្ញុំដែលត្រូវបាំងចិត្តឈឹងដោយរទេះសេះគាត់អត់មាត់អីសោះគ្រាន់តែដើរសំដៅមកពីក្រោយគាត់មានមនុស្សម្នាក់ដើរតាមអាយុប្រហែល40ផ្លាយមុខមាត់រៀងស្គមស្លៀកអាវវែងពណ៌ប្រផេះចាស់មើលទៅដូចជាអ្នកកាន់បញ្ជីអញ្ចឹងតែពេលគាត់ដើរវែងគឺងើបខ្នងត្រង់ភ្លឹងហ្មងមិនដូចអ្នកជំនួញទេតែដូចជាមន្ត្រីតុលាការជាងកញ្ញាស៊ូសុំ2ចានមកថ្ងៃនេះខ្ញុំនាំអ្នកផ្ទះមកជាមួយតើខ្ញុំគៀងបន្តិចរួចក៏ញឹមព្រោះគាត់មកចំពេលល្អហ្មងចាបានហ្មងទឹកស្រូបទើបតែឆ្អិនក្តៅអ្នកទាំងពីរមានលាបមាត់ហើយខ្ញុំស្រុះមីស្រង់ចេញរួចស្រូបទឹកក្តាមយ៉ាងរហ័សពេលដែលខ្ញុំចាក់ខ្លាញ់ក្តៅពីលើភ្លាមក្លិនឈ្ងុយនៃខ្លាញ់ក្តាមក៏ភីសាយភីពេញនឹងមងអ្នកដែលឈរនៅក្បែររទេះសេះទាំងនោះដែលជាភ្ញៀវធំក៏នាំគ្នាហិតក្លិនដល់ឈ្ងុយនេះព្រមគ្នាចៅទីងយីទទួលយកចានមីគាត់មិនប្រកាន់ច្រើនទេគ្រាន់តែឈរក្បែរតូបនឹងយកចង្កឹះចាប់មីញ៉ាំយកយ៉ាងឆ្ងាញ់មាត់ថ្មងបរោះវ័យកណ្ដាលនៅពីក្រោយទទួលចានទី2គាត់មិនមាត់ទេគ្រាន់តែជ្រួញចិញ្ចាំបន្តិចខ្ញុំឃើញរកពីគាត់អស់ចាក៏ស្មានតែគាត់រើសអើងណនឹកស្មានមិនដល់ថាគាត់អង្គុយចង់ហោងញ៉ាំយកតែម្ដងមនុស្សមានមុខមាត់អង្គុយចង់ហោងតាមផ្លូវកាន់ចានមីញ៉ាំតតែមិនងើបមុខស៊ីមួយម៉ាត់ហើយមួយម៉ាត់ទៀតលឿនជាងចៅទីងយីទៅទៀតវើយពួកភ្ញៀវធំនៅឯណោះឃើញហើយឡើងទាំងអស់ម្នាក់ក្នុងចំណោមនោះញីភ្នែកខ្លួនឯងរួចអ្នកក្បែរនោះបានទាញដៃអោបគាត់ហើយចង្អុលទៅបរោះវ័យកណ្ដាលដែលកំពុងអង្គុយចង់ហោងញ៉ាំមីនោះបបោមាត់របស់គេញនិយាយលែងចេញសំបីមួយម៉ាត់ហ្មងលីសូតែសំឡេងគឺខ្យល់ពួកគេឈរស្ងៀមមើលមុខគ្នាដល់ថ្នាក់ហៅជីងអានជាងយិនហៅដល់ធំដុំនឹងជាមន្ត្រីជាន់ខ្ពស់ថ្នាក់ទី2ហ៊ានអង្គុយចង់ហោងតាមផ្លូវញ៉ាំមីក្តាមនៅតាមតូបអត់យីហោថែមទាំងញ៉ាំឆ្ងាញ់ជាងអ្នកណាទាំងអស់ទៅទៀតចុះរឿងអីពួកគេត្រូវវិរកទៀតនោះទីបំផុតមានភ្ញៀវធំទ្រាំលែងបានដើរចូលមកលោកយាយម្នាក់ស្លៀកពាក់ពណ៌ខៀវចាស់ច្រត់ឈើច្រត់ដើរមកឈរមុខតុខ្ញុំធ្វើឲ្យយាយមួយចានដែរមករួចគាត់ក៏អន់មើលទឹកស្រូបក្តាមនៅក្នុងឆ្នាំងពួកភ្ញៀវធំនាំគ្នាចំរោមមកហើយដោយមានលោកយាយអាវខៀវនោះឈរមុខគេពីក្រោយគាត់មានលោកស្រីស្លៀកពាក់សូត្រហូផាមួងប៉ុន្មានអ្នកព្រមទាំងបរោះវ័យកណ្ដាលពាក់មួកមន្ត្រីម្នាក់ផងដែរពួកគេឈរមុខតុខ្ញុំមើលមុខគ្នាចុះឡើងតែគ្មានអ្នកណាកំរើកទេព្រោះតូបនេះសំបីតែកន្លែងអង្គុយក៏អត់មានផងនឹងខ្ញុំចាមួយម៉ាត់រួចក៏ស្រុះមីស្រង់ចេញដួសទឹកស្រូបក្តាមនិងស្រោបខ្លាញ់ពេលស្រូបក្តាមពីលើភ្លាមចំហាយក្តៅក៏ហុយឡើងព្រមជាមួយក្លិនឈ្ងុយលោកយាយក៏ទម្លាក់កន្សែងក្នុងដៃចុះសិនគាត់សម្លឹងមើលចានមីនោះព្រមទាំងលេបទឹកមាត់អញ្ចឹងយាយសាក់មួយម៉ាត់សិនចុះគាត់ទទួលយកចានមីយកកន្សែងត្របាត់ចានរួចចាប់មីមួយចង្កឹះតូចដាក់ចូលមាត់កន្សែងនោះក៏របូតធ្លាក់ពីដៃដល់តែបាត់ទៅគាត់មិនរើទេដល់ម៉ាត់ទី2គាត់លើកចានកាយញ៉ាំយកខ្មងពួកអ្នកបម្រើនិងលោកស្រីនៅក្បែរនោះមើលឡើងផ្លឹកលោកយាយមិនខ្វល់ពីពួកគេទេគាត់ញ៉ាំមួយដង្ហើមអស់ជាងកន្លះចានទើបងើបមុខឡើងដកដង្ហើមធំឆ្ងាញ់អស់ទាស់ហ្មងពេលគាត់និយាយភ្នែកគាត់ឡើងមានពន្លឺដំបងឡើយខ្ញុំរៀងភ័យបន្តិចដែរព្រោះទិដ្ឋភាពនេះវាពិតជាកំសត់បន្តិចមែនតូបតាមផ្លូវដីភក់សំបីកៅអីក៏គ្មានតែភ្ញៀវធំទាំងនេះបែរជាកាន់ចានមីឈរនៅមុខផ្លូវផ្អែកនឹងរទេះសេះញ៉ាំយ៉ាងឆ្ងាញ់ពិសាជាងអ្នកណាទាំងអស់ពេលអ្នកគ្រប់គ្នានិយាយពាក្យនេះភ្នែករបស់ពួកគេសុទ្ធតែមានពន្លឺនៅឯហាងគូស៊ីស៊ីស៊ីងគឺអឹមខាងទៀតគេនៅតែតម្រង់ជួរយ៉ាងវែងអ្នកស្រុកចាំឡើងធុញទៅហើយស្រាប់តែងាកមកឃើញសុទ្ធតែអ្នកពាក់មាសពេជ្រអង្គុយចង់ហោងតាមផ្លូវញ៉ាំមីញ៉ាំឡើងបើកភ្នែកធំធ្វើឲ្យពួកគេស្ទើរតែហៀរទឹកមាត់តាមដែរក៏មានអ្នកផ្ដើមដើរចូលមកមុនពេលនេះជួរមុខតូបរបស់ខ្ញុំបានអូសបន្លាយរហូតដល់កែងភ្លើបាត់ទៅហើយក្តាមអស់មីក៏ចិត្តអស់ឯពួកភ្ញៀវធំក៏បានត្រឡប់ទៅវិញអស់ដែរតែចៅទីងយីអត់ទាន់ទៅណាទេគាត់ឈរក្បែរចង្ក្រានរួមដៃអាវដល់កែងដៃកានផ្លិតមួយបក់ភ្លើងដាំទឹកឲ្យខ្ញុំបរោះស្លៀកអាវវែងពណ៌ចង់ត្បូងពេជ្រនៅចង្កេះបែរជាមកអង្គុយចង់ហោងដាំទឹកតាមផ្លូវមើលទៅខុសទំនងយ៉ាងម៉េចមិនដឹងទេខ្ញុំសម្លឹងមើលគាត់ទាំងឆ្ងល់នេះលោកទំនេរខ្លាំងណាស់មែនទេខ្ញុំនិយាយទៀតថាណែលោកជាមនុស្សប្រុសពេញវ័យមិនរកការងារត្រឹមត្រូវធ្វើថ្ងៃរត់មកតែញ៉ាំមីទុកខ្ញុំនឹងខ្ញុំមើលការស្លៀកពាក់លោកផ្ទះប្រហែលជាមិនក្រទេមើលទៅរកការងារស្រាលធ្វើទៅមើលយ៉ាងហោចណាស់ក៏វាប្រសើរជាងនៅទំនេរអត់ប្រយោជន៍ពេញមួយថ្ងៃដែរប្រយ័ត្នគេសាយចំអកណាចៅទីងយីក្អកមួយខឹកពេលក៏នឹងដៃនៅតែបក់ផ្លិតស្ទើរតែបករងើកភ្លើងចូលមកខ្លួនឯងទៅហើយការងារស្រាលគាត់រអ៊ូពាក្យទាំងពីរម៉ាត់គាត់ទន្ទិញពាក្យពីរម៉ាត់នឹងទាំងទឹកមុខប្លែកខ្ញុំទីថានាងប្រហែលជាត្រូវខ្ញុំនិយាយជំរឿងក្នុងចិត្តទៅអៀនមិនហ៊ានទទួលក៏ទេស្មាននាងតិចដោយការគិតមែននាងក៏បង្វែរសាច់រឿងហ្មងអ្នកនាងស៊ូឯងមានស្នាដៃថ្នាក់នេះហើយមិនបើកហាងមួយទៅខ្ញុំកង់មួយផ្លេតខ្ញុំចង់បើកហាងតើភោជនីយដ្ឋានខ្លួនឯងនឹងតែពេលនេះខ្ញុំអត់ទាន់មានលទ្ធភាពនោះទេបើកហាងត្រូវចាយលុយចុះនេះមិនមែនខ្ញុំកំពុងខំប្រឹងទេអីខ្ញុំញៀមចុងមាត់បន្តិចហើយនិយាយយ៉ាងមើងម៉ាត់នាងសម្លឹងមកខ្ញុំរួចមិននិយាយអ្វីទៀតពេលរសៀលខ្ញុំលក់មីចុងក្រោយមួយចានអស់ក៏រៀបចំទុកដាក់អីវ៉ាន់មុនម៉ោងចៅទីងយូដើរចេញផុតភ្លាមគូទៅម៉ៅក៏នាំកូនចៅប៉ុន្មានអ្នកដើរមកដល់ហ្មងហាងក្តាមគូស៊ីនៅទល់មុខកំពុងមានគេតម្រង់ជួរធ្វើឲ្យផ្សារខាងកើតទាំងមូលស្ងាត់ជ្រងជួរមនុស្សវែងតាំងពីមាត់ទ្វារបិទអនឡាញរហូតដល់ចុងច្រកខាងនោះឯណោះគូទៅម៉ៅយួរក្តាមពីរយកមកក្រូវីទៅមុខខ្ញុំទៅមកជីមិនក៏រៀបចំអីវ៉ាន់បិទតូបបាត់ហើយពួកយើងវិញលក់ដល់យប់ឯណោះព្រោះលក់ដាច់សាហាវពេកហាសោះអ្នករាជធានីនេះពិតជាសម្បូរលុយចាយមែនបើថ្ងៃដំបូងសោះចំណូលចូល 2000 ដំឡឹង
មិនគិតលុយរីផង2000ដំឡឹងខ្ញុំក្តាប់កណ្ដាប់ដៃយ៉ាងណែតែអត់ទេពេលនេះមិនទាន់ដល់ពេលសងសឹកឡើយខ្ញុំក៏វិចខ្ចប់ឆ្នាំងចូលសម្ពុតជូតទៅឲ្យស្អាតរួចលើកកៅអីវែងយកទៅកូរទុកក្បែរជញ្ជាំងធ្វើការរៀងមួយទឹកមុខស្ងប់ស្ងាត់មិនបញ្ចេញអារម្មណ៍ម្យ៉ាងទៀតអ្នកមើលមុខនាងទៅគ្មានហាក់ដូចជាទទួលរងការវាយប្រហារសោះគឺពិតជាគ្មានមែនខ្ញុំអង្គុយចង់ហោងរើសសម្បកក្តាមចុងក្រោយដាក់ចូលក្នុងការរុំគូទៅម៉ៅស្មានតែខ្លួនឯងកំពុងបង្អួតពីចំណុចចាប់ផ្ដើមតែគេមិនដឹងទេថាសម្រាប់ហាងគូស៊ីថ្ងៃនេះគឺជាចំណុចកំពូលរបស់គេហើយ2000ដំឡឹងឈោតម្រង់ជួរ Tesco វីខ្មោះកងរំពងមនុស្សកកកនេះគឺជាទីបញ្ចប់របស់គេហើយឆាប់នេះគេនឹងបានស្គាល់រសជាតិធ្លាក់ដល់បាត់មិនខានខ្ញុំចង់មាត់ការរុងឲ្យជាប់រួចក្រោកឈរបោះធូលីដេចេញពីសម្ពុតរបស់ខ្ញុំព្រឹកព្រលឹមថ្ងៃបន្ទាប់ខ្ញុំជួបរឿងរអាក់រអួលបន្តិចពេលខ្ញុំស្ពីកន្ត្រកក្តាមដើរមកដល់សារខាងកើតចៅទីងយូកំពុងអង្គុយចាំលើកៅអីនៅមាត់ច្រកផ្លូវយូរណាស់មកហើយសម្ពុតខ្ញុំប្រឡាក់សុទ្ធតែភុកតើមានរឿងអីកើតឡើងនឹងចៅទីងយូជួយលើកកន្ត្រកដាក់ចុះពីលើក្នុងខ្ញុំក្តាមនៅកំពុងផែលក់អស់លីងអ្នកលក់ប្រាប់ថាហាងក្តាមគូស៊ីមកទិញយកទាំងអស់ហើយអញ្ចឹងមានតែចុះទៅភូមិអ្នកនេសាទនៅខ្សែទឹកខាងក្រោមរកកន្លះថ្ងៃទៅបានប៉ុន្មានក្បាលនេះថែមទាំងតូចហើយសាច់មិនសូវពេញទៀតតែគ្រាន់បើជាងអត់ចៅទីងយូក្រឡេកមើលក្តាមក្នុងកន្ត្រកវាតូចជាងរាល់ដងពិតមែននឹងក្តាមនៅរាជធានីអន់ជាងក្តាមនៅជាងណានច្រើនម្លេះហ៎គឺខុសគ្នាឆ្ងាយហ្មងហេតុអីទៅរាជធានីអត់ជាប់សមុទ្រក្តាមដឹកតាមផ្លូវគោកទាំងអស់ធ្វើដំណើរអស់ពេល3ទៅ4ថ្ងៃស្លាប់អស់ពាក់កណ្ដាលទៅហើយឯអសវិញក៏នៅវាទាំងប្រដកខ្យល់ដែរក្តាមល្អដែលនៅរស់រវើកគ្រាន់តែដល់កំពុងផែភ្លាមត្រូវភោជនីយដ្ឋានធំដណ្ដើមទិញអស់លីងតូចតាចដូចខ្ញុំបានត្រឹមរើសអាសេសសល់ពីគេប៉ុណ្ណោះប្រសិនបើរាជធានីអាចបើកផ្លូវទឹកបានគ្រឿងសមុទ្រស្រស់ពីត្បូងដឹកតាមផ្លូវទឹកត្រង់មកតែម្ដងត្រឹម1ថ្ងៃឬ2ថ្ងៃគឺមកដល់ហើយអញ្ចឹងក្តាមទាំងនោះនឹងឡើងគប់ទាំងរស់សាច់ហាប់ណែនល្អពេលនោះមីមួយចានខ្ញុំដាក់ក្តាមបេះម៉ងអានឹងទៅផ្សាក់សំហើយថាមីខួរក្តាមពិតប្រាកដអ្នកនិយាយអត់គិតតែអ្នកស្ដាប់ចាប់អារម្មណ៍ខ្លាំងចៅទីងយូត្រឡប់ទៅភូមិគ្រឹះវិញហើយរើរកផែនទីប្រព័ន្ធទឹកជុំវិញរាជធានីទាំងយប់ព្រឹកស្អែកឡើងនាងក៏ចូលគាល់ស្ដេចនៅក្នុងបន្ទប់អក្សរសាស្ត្រព្រះករុណាកំពុងត្រួតពិនិត្យរាជសារចៅទីងយូក៏លុតជង្គង់គាល់ទូព្រះបង្គំចង់សុំរាជសារមួយពីព្រះអង្គក្រាបទូលព្រះករុណាដាក់ជក់ចុះហើយត្រាស់សួរផ្លូវទឹករាជធានីត្រូវកកស្ទះជាច្រើនឆ្នាំមកហើយទុកទំនិញពីខាងត្បូងចូលមកមិនរួចចំណែកសំពើខាងជើងក៏ទៅមុខមិនរួចទូព្រះបង្គំស៊ើបមើលរួចហើយបើអាចស្ដារព្រែកជីកចាស់ឲ្យភ្ជាប់គ្នាទៅទន្លេខាងជើងបានគ្រឿងសមុទ្រតែនឹងសូត្រពីទិសខាងត្បូងនឹងមកដល់រាជធានីក្នុងរយៈពេល3ថ្ងៃស្បែកសត្វនិងថ្នាំសង្កូវពីខាងជើងក៏អាចដឹកចុះមកតាមចរន្តទឹកពន្ធពាណិជ្ជកម្មនឹងកើនឡើងយ៉ាងតិច3ដងព្រះករុណាតបមើលផែនទីតែមិនត្រាស់អ្វីឡើយទូព្រះបង្គំនឹងមិនប៉ះពាល់ដល់រតនាគារជាតិទេគ្រាន់តែសូមរាជសារមួយច្បាប់ប៉ុណ្ណោះទូព្រះបង្គំនឹងទៅមើលការងារផ្ទាល់ធានាថាក្នុងរង្វង់1ខែនឹងអាចធ្វើចរាចរណ៍បាននាងសង្កេតឃើញកែវភ្នែកព្រះករុណាសម្លឹងមើលមកនាងហាក់ដូចជាភ្ញាក់ផ្អើលបន្តិចសពដងគិតតែពីរឿងដារ៉ូម្ហូបឆ្ងាញ់ហូបមិនអញ្ចឹងចុះមិនសុកក៏បែរមកខ្វល់រឿងជីកប្រឡាយអញ្ចឹងព្រះបង្គំរកឃើញតូបលក់មីមួយកូនថៅកែមានស្នាដៃធ្វើម្ហូបឆ្ងាញ់រកគូប្រៀបគ្មានតែបែរជាថារាជធានីនេះគ្មានក្តាមល្អទៅវិញរំទូព្រះបង្គំចង់ឲ្យនាងបានប្រើក្តាមល្អដើម្បីចម្អិនមីដ៏សែនឆ្ងាញ់មួយចានក្រាបទូលព្រះករុណាគាំងមួយសន្ទុះរួចក៏ទ្រង់ព្រះសម្រួលយ៉ាងខ្លាំងដើម្បីតែមីមួយចានសោះអញសុកចិត្តជីកផ្លូវទឹកតែម្ដងហាដើម្បីតែមីមួយចាននឹងទូព្រះបង្គំសុកចិត្តចុះទៅមើលការងាររៀបចំផ្លូវទឹកថ្វាយព្រះអង្គបន្ទាប់ពីព្រះសម្រួលរួចព្រះករុណាក៏យករាជជុកមកគូសវាសលើរាជសារមួយម៉ាត់យ៉ាងខ្លីថាអនុញ្ញាត